លោកអ្នកកំពុងតាមដានស្ដាប់សំនៀងក្មេងវត្តជារៀងរាល់ឆ្នាំខណៈដែលទឹកសម្រុកឡើងមកម្ដងភូមិខ្ញុំមិនដែលមានសល់ដីទំនេរនោះទេសូម្បីតែផ្ទះខ្ញុំដែលខ្ពស់ជាងគេផងក៏នៅតែមានលិចលង់ក្រោមផ្ទះចិត្តស្មើចង្កេះឯណោះវាក៏ជាហេតុនាំឲ្យពួកយើងត្រូវជញ្ជូនរបស់របរសំខាន់ឡើងទៅទុកនៅខាងលើផ្ទះឬក៏ចងព្យួរនៅទីខ្ពស់បណ្ដោះអាសន្នសិនបាននិយាយពីអ្នកស្រុកដែលមានសត្វចិញ្ចឹមគឺនៅតែនឹងស្មៅនឹងចំណីនោះហើយឃើញតែដឹកទាំងទូកយកទៅដីគោកខាងក្រៅភូមិយកទៅគោក្បែរគ្នាបំរុងទុកឲ្យសត្វវាស៊ីសកម្មភាពទាំងនោះឃើញមានជារៀងរាល់ឆ្នាំខ្លាចជាទម្លាប់ទៅហើយក្នុងពេលកន្លងមកនេះហេងដែរខ្ញុំមានផ្ទះយាយនៅខាងក្រៅអីវ៉ាន់ទាំងប៉ុន្មានក៏បានដាក់នៅទីនេះរួចក៏កំពុងរើយកខ្លះត្រឡប់ទៅបោះសម្អាតផ្ទះខណៈឯទឹកវាចាប់ស្រកទៅវិញអស់ពីផ្លូវដែរហើយលំមដើរបានស្រួលមិនសូវជាស្អិតជើងប៉ុន្មាននិយាយពីសម្រាមវិញមិនដឹងថាអណ្ដែតមកពីណាខ្លះក្បែរខ្លួនងាកទៅខាងណាក៏ឃើញតែសស្គូវាតាក់ជាប់តាមគុម្ពឫស្សីតាមដុបមិនចេះតិចសម្បូរតែថង់ផ្លាស្ទិកក្រងបាវចាស់និងកាកសំណល់សម្រាមស្រាលមួយចំនួនឈានចូលមកដល់ផ្ទះភ្លាមច្រមុះខ្ញុំដូចជាចាប់បាននូវក្លិនស្អុយអ្វីមួយយ៉ាងភីចេញពីក្រោមផ្ទះទំនងជាមានសត្វងាប់ហើយតាមមើលមិនដឹងថាមានអ្វីខ្លះទេនៅទីនោះគឺវាវល់ចូលគ្នាទាំងសម្រាមសើមកំណាត់ឈើរញ៉េរញ៉ៃដែលខ្ញុំគិតថានឹងមិនតាន់រើរុះវានោះទេដោយហេតុតែវានៅសើមបើរើយកមកក៏ដុតមិនតាន់បានដដែលខ្ញុំបង្វែរភ្នែកបោះជំហានឡើងចន្ទារួចក៏ចាប់រៀបចំបោះច្រាសសម្អាតវាឲ្យស្រេចមុនពេលដែលពុកម៉ែត្រឡប់មកគ្រប់យ៉ាងបានដំណើរទៅជាធម្មតាប៉ុន្តែលុះដល់យប់នោះស្រាប់តែមានរឿងមិនស្រួលបានកើតឡើងខ្ញុំដេកនៅទីនេះមិនបានត្រឡប់ទៅផ្ទះយីវិញទេដោយសារតែខ្ជិលដើរផងណាមួយងើបឡើងពេលព្រឹកក៏ត្រូវបន្តរើរស់របស់របរផងក៏សម្រេចដេកនៅទីនេះតែម្ដងយប់នោះក្នុងភូមិស្ងាត់ណាស់មិនសូវលឺមាត់នរណាជជែកគ្នាឡើយក៏ព្រោះតែផ្ទះនៅក្បែរនេះនៅបិទទ្វារមិនទាន់មានម្ចាស់មកអឺតនៅឡើយរួចពាក់កណ្ដាលផ្លូវទៅឯខាងត្បូងទឹកមិនទាន់ស្រកអស់ទេនៅសល់ត្រឹមកជើងដែរក្រៅពីសំឡេងសត្វចង្រិតក្អាត់ទៅក៏មានឮសំឡេងឆ្កែព្រោះមួយពីចម្ងាយខ្ញុំសំងំបិទភ្នែកដេកតាំងពីក្បាលប្រឡោះតែដេកមិនលក់ទេរហូតឈានដល់ម៉ោងប្រហែលជារំលងអត្រាពេលនោះគឺស្ងាត់ណាស់សូម្បីតែសំឡេងចង្រិតក៏បន្ថយខ្សោយយឺតឮមួយដែរជាក់ស្ដែងផ្លូវនៅខាងមុខផ្ទះគឺទឹកបានស្រកសឹងតែស្ងួតទៅហើយប៉ុន្តែនៅយប់នោះខ្ញុំបានឮសំឡេងមនុស្សដើរលួចទឹកឃ្លោកកាត់មុខផ្ទះឮដូចជាជើងដើរចុះឈូសមិនលើកជំហានខ្ពស់ទេខ្ញុំដេកក៏នឹកឆ្ងល់ដែរវាដូចជាចម្លែកណាស់ដីស្ងួតសឹងតែអស់ទៅហើយវាមិនគួរឲ្យកើតមានសំឡេងបែបហ្នឹងបានឡើយរួចមិនមែនតែម្ដងនោះទេគឺវាឮដើរត្រឡប់មករហូតដល់ខ្ញុំមិនសង្ស័យមិនចាប់អារម្មណ៍មិនបានខ្ញុំស្ទុះក្រោកទាំងភួយនៅជាប់ខ្លួនរួចទៅតោងសម្លឹងមើលពីមាត់បង្អួចចម្លែកដែរដាក់ភ្នែកទៅងងឹតឈឹងឃើញតែរបងឃើញតែសម្រាមដែលវាតាក់ជាប់នៅក្បែរនោះត្រូវខ្យល់វាភ្លឹបបន្តគ្នាមិនឃើញមានអ្វីសោះខ្ញុំបានត្រឹមតែយកដៃអេះក្បាលតិចរួចក៏បកមកដេកវិញទៅឆ្ងល់រួចក៏មានអារម្មណ៍មិនសូវស្រួលប្រមាណដែរព្រោះសំឡេងដែលឮពេលនោះគឺវាច្បាស់មែនទែនគឺមនុស្សដើរកាត់ទឹកច្បាស់ណាស់ព្រឹកឡើងខ្ញុំបានសួរទៅកាន់អ៊ំដែលធ្វើដំណើរកាត់មុខផ្ទះខ្ញុំដែរតែពួកគាត់មិនបានឮអ្វីដូចជាខ្ញុំសោះលុះយប់បន្ទាប់នៅម៉ោងដដែលប្រហែលជាមួយរំលងអត្រាកំពុងតែដេកសុកក៏បានឮម្ដងទៀតវាជាសំឡេងដដែលគ្មានខុសទេស្មារតីខ្ញុំនៅទាំងអស់មិនបានមកមើលអ្វីនោះឡើយសំឡេងជើងមនុស្សច្បាស់តែម្ដងកំពុងដើរលួចទឹករួចចុះមានទឹកមកពីណាទៅខ្ញុំគិតឆ្ងល់ម្នាក់ឯងរួចក៏លួចអើតមើលស្រាប់តែលឹកនេះឃើញស្រមោលមនុស្សឈរនៅមុខផ្ទះគឺជាមនុស្សស្រី
ប៉ុន្តែមើលមុខមិនឃើញនោះទេបើថាមនុស្សក៏មនុស្សទៅចោះខ្ញុំនៅតែឆ្ងល់ថាសំឡេងលួចទឹកនោះវាចេញមកពីណាភ្លាមខ្ញុំបើកទ្វារឈានចុះចណ្ដើមមកមើលឲ្យច្បាស់ប៉ុន្តែរវល់តែឈ្ងោកសោកស្បែកជើងងើបមុខឡើងមកវិញស្រាប់តែបាត់មនុស្សនោះឈឹងប៉ុន្តែនៅក្បែររបងវានឹងមានសល់ដានទឹកសាមជោគនៅលើដីក្នុងយប់ដដែលនោះពេលត្រឡប់មកដេកវិញខ្ញុំយល់សប្តិអាក្រក់មែនទែនខ្ញុំឃើញទឹកលិចជ្រៅជាងការពិតទៅទៀតក្រោមផ្ទះឃើញហូរខ្មុលខ្មាញ់រួចមានមនុស្សស្រីលខ្មៅស្គើសក់ក្បាលឡើងសំពងកំពុងតោងសសរឡើងមកលើផ្ទះខ្ញុំប្រលឹងខ្ញុំក្នុងយល់សប្តិនោះបានយកជើងធាក់វាឲ្យចុះទៅវិញធាក់យកដល់ទៅភ្ញាក់ឡើងមកវិញទាំងបេះដូងលោតស្ទើររយៈទ្រូងខ្ញុំមិនដែលយល់សប្តិអីអាក្រក់បែបហ្នឹងពីមុនមកទេមុខមាត់វានោះអាក្រក់មើលខ្លាំងណាស់ព្រឹកឡើងម្ដងទៀតឪពុកម៉ាក់របស់ខ្ញុំវាបានដើរចូលមករួចក៏សួរថាមានអីឲ្យវាជួយទេទំនងជាផ្ទះវាដែលនៅចុងភូមិឯណោះរៀបចំរួចហើយតាមមើលបានជាមានពេលដើរលេងបែបនេះខ្ញុំចង្អុលទៅផ្ទះបាយខាងក្រោយដែលមើលទៅឃើញអីវ៉ាន់ឡើងញុកចូលគ្នាសមនឹងសម្រាមដែលវាហូរមកតាក់ទៅជាប់នឹងជើងជញ្ជាំងរនាបផងខ្ញុំប្រាប់វាឲ្យរើចេញមករបស់ណាប្រើមិនកើឲ្យយកទៅកោចោលគៀនដីទំនេរក្រៅរបងទៅពេលស្ងួតសឹមដុតចោលសម្រាប់តែម្ដងលុះចាប់រើបានបាវបានកំណាត់ឈើក្តារគោផុយលើកចេញមកក្រៅបានខ្លះបកទៅវិញមួយសាទៀតស្រាប់តែប្រទះឃើញកន្លោះដីដុតមួយវាគ្មានគម្របនោះទេប៉ុន្តែមានក្រណាត់បិទជិតពីលើនិងមានខ្សែសរុំខ្វាត់ខ្វែងលើពេញនោះវាទំនងជាក្រឡោប្រហុកឬរបស់ផ្អាប់អ្វីមួយដែលម៉ែគាត់ធ្វើព្រោះក្បែរគ្នានោះក៏មានទៀតដែរប៉ុន្តែមួយនេះវារៀងខុសគេមើលទៅបុរាណណាស់រួចមានទឹកស្នាមប្រេះតិចផងខ្ញុំលើកក្រឡនោះយកមកក្រឡុកតិចរួចក៏បោះទៅឲ្យឪពុកម៉ាក់ខ្ញុំប៉ុន្តែវាចាប់មិនទាន់ក៏របូតដៃជ្រុះបាច់ទៅលើដីប្រាវក្នុងពេលនោះក៏មិនឃើញមានអ្វីទេមានតែដីភក់ខ្មៅនឹងទឹកដែលដក់នៅក្នុងនោះជាមួយតែក្លិនស្អុយសម្បើមណាស់ខ្ញុំឲ្យអាម៉ាក់វារើសអំបែងយកទៅបោះចោលនឹងគំនរសម្រាមក្បែរផ្ទះរួចក៏នាំគ្នារៀបចំរបស់របរបន្តទៀតរសៀលជ្រេបន្តិចឪពុកម៉ាក់ខ្ញុំវាឲ្យជូនវាទៅបណ្ដាគោដែលផ្ញើពីនៅខាងក្រៅយកមកទុកដាក់វិញព្រោះម្ដុំផ្ទះវាដីរៀងស្ងួតល្មមហើយដែរលុះរំលងមកក្នុងពេលត្រឡប់មកវិញនៅតាមផ្លូវខ្ញុំឃើញអ្នកស្រុកចោមរោមលោកតាម្នាក់គាត់ស្លៀកពាក់ក្បិនពណ៌សស្ពីថងយាមមួយពុកមាត់ឡើងវែងដូចជាអ្នកដើរប្រពៃណីលក់ថ្នាំប៉ុន្តែពេលក្រឡេកមើលទៅមុខអ្នកដែលឈរនៅក្បែរនោះទឹកមុខដូចជាមិនសូវស្រួលសោះឃើញនាំគ្នាចងចិញ្ចាមគ្រប់គ្នាខ្ញុំយកដៃកេះទៅអាម៉ោះឲ្យវាឈៀងចូលទៅមើលគេមួយផ្លេមកដល់គៀក៏ឃើញលោកតានោះធ្វើកាយវិការដោយដៃទាំងពីរជារាងមូលរួចក៏សួរមកថាមាននរណាឃើញក្រឡមួយអណ្ដែតមកទីនេះទេគ្រប់គ្នាក្រវីក្បាលឯខ្លះទៀតក៏ដើរចេញបណ្ដាព្រោះស្ដាប់សម្ដីសម្ដៅរបស់គាត់និយាយដូចជាភ័យដូចជាមនុស្សឈួតយ៉ាងម៉េចមិនដឹងទេអាម៉ាក់វាកេះខ្ញុំឲ្យត្រឡប់ទៅវិញតែក្នុងអំឡុងពេលនោះលោកតាក៏បានបញ្ជាក់រូបរាងរបស់វាយ៉ាងច្បាស់ថាមានរុំខ្សែរុំអំបោះឮតែប៉ុណ្ណឹងខ្ញុំនិងអាម៉ាស់ក៏នឹកឃើញដល់កន្លោះដីដុតចាស់មួយនោះដែលរើសបាននៅឯផ្ទះប៉ុន្តែវាបានបែកបាត់ទៅហើយភ្លាមនោះខ្ញុំក៏បានប្រាប់ទៅលោកតាថាខ្ញុំបានឃើញមិនតន់នឹងបានសួរអ្វីបន្តផងគាត់ក៏មកអង្រួនស្មាខ្ញុំឲ្យនាំគាត់ទៅយកនៅតាមផ្លូវគាត់ក៏ទន្ទិញថាក្រឡនោះវាសំខាន់ណាស់ខ្ញុំមើលអាការៈគាត់ដូចជាភ័យយ៉ាងម៉េចមិនដឹងទេលុះបានមកដល់ផ្ទះខ្ញុំក៏បង្ហាញអំបែងក្រឡដីដុតនៅគំនរសម្រាមនោះឲ្យគាត់មើលគាត់ស្រាប់តែបើកភ្នែកធំរួចក៏លន់មកថាវីវហើយច្បាស់ជាវីវហើយគាត់ថាវាជារបស់គាត់អណ្ដែតមកពីផ្ទះគាត់នឹងតាមរោគជាយូរណាស់មកហើយអំឡុងពេលនោះគាត់លុកដៃចូលទៅក្នុងថង់យាមរួចដកបន្ទះសំណរមូរមួយមានតែខ្សែផងមើលទៅស្អាតដែរដូចជាខ្សែដៃហុចមកឲ្យខ្ញុំនិងអាម៉ាក់ម្នាក់មួយខ្ញុំយកដៃរុញទៅវិញបន្តិចរួចក៏ប្រាប់ថាពួកខ្ញុំគ្មានប្រាក់ទេតាយកទៅលក់ឲ្យអ្នកផ្សេងទៅគាត់ក៏តបមកវិញភ្លាមថាយកវាទៅពាក់ឲ្យជាប់ខ្លួនទៅហើយប្រយ័ត្នប្រយែងខ្លួនផងនិយាយរួចគាត់ក៏ស្រោតដំណើរបកត្រឡប់ទៅវិញថែមទាំងបង្ហើរកន្ទុយពាក្យថា
គាត់នឹងឆាប់ត្រឡប់មកវិញខ្ញុំនឹងអាម៉ាក់ឈប់ភាំងមួយផ្លេតនរណាទៅនរណាមកអីរួចគាត់មកវិញធ្វើអីខ្ញុំដូចជាមិនសូវយល់ទេគ្រាន់តែក្រឡកកញ្ចាស់បែកមួយសោះគាត់ធ្វើដូចជារបស់មានតម្លៃអ្វីខ្លាំងសម្បើមហើយនៅក្នុងនោះក៏មិនមានដុំមាសនំប្រាក់អ្វីនៅផងអាម៉ាក់ឈប់កាន់ខ្សែដៃសម្លឹងមើលទៅលោកតាដែលបែកខ្នងដើរចេញទៅឆ្ងាយដែរហើយរួចវាក៏សួរមកថារួចចោះតានេះមកពីណាមើលទៅដូចជាចម្លែកខុសគេខ្ញុំសូកខ្សែដៃនោះចូលមកពាក់មើលទៅវាស្អាតដែរក៏ចេះតែពាក់លេងទៅថ្ងៃរៀបលេចល្មមខ្ញុំក៏កេះអាម៉ាក់ដេញវាឲ្យយកគោទៅផ្ទះមុននឹងទៅវាក៏សួរមកខ្ញុំថាផ្ទះហើយដេកប្រមាណអ្នកខ្ញុំក៏ប្រាប់វាថាដេកតែម្នាក់ឯងទេហើយវាយ៉ាងម៉េចវាបណ្ដាគោចេញទៅផងនឹងតបសម្ដីផងថាអញ្ចឹងចាំអញមកដេកដែរហើយយកត្រីមកដុតស៊ីបាយពីអ្នកវើយនិយាយចោះវាក៏ដើរហួសទៅផ្លូវខាងមុខផ្ទះបាត់ទៅពេលប្រលប់ឈានចូលមកដល់ខ្ញុំបង្កាត់ភ្នក់ភ្លើងអង្គុយចាំអាម៉ាក់នៅមុខផ្ទះគឺចាំវាយកត្រីមកដុតនោះហើយកំពុងតែអង្គុយសម្លឹងមើលភ្លើងបណ្ដាគិតពីរឿងក្រឡដីនោះបណ្ដាស្រាប់តែមានធំក្លិនស្អុយអ្វីម្យ៉ាងបក់មកខ្ញុំងាកក្រឡេកមើលក្បែរខ្លួនរួចក៏គិតថាទំនងជាសំណល់សម្រាមឬក៏គម្រោងសัตว์អីវាងាប់នៅចិត្តនេះបំរុងថាច្រត់ដៃងើបទៅដើររកមើលបន្តិចមិនទាន់ទាំងបានងើបផងស្រាប់តែភ្លាមជាមួយគ្នាដូចជាមានមនុស្សដើរកាត់វឹងពីក្រោយខ្នងខ្ញុំងាកទៅមើលភ្លាមមិនបង្អង់ទេតែគ្មានឃើញនរណាម្នាក់នៅសោះខ្ញុំស្មានតែជាឆ្កែគេវាដើរកាត់តាមនេះតែមិនមានអីទេគឺស្ងាត់ឈឹងតែម្ដងវារៀងដូចជាមានអារម្មណ៍ស្រាវកញ្ចឹងកដែរអង្គុយបានតែមួយសន្ទុះទៀតភ្លើងក៏រលត់អស់ទៅហើយផងខ្ញុំក៏ងើបបែរខ្នងរួចដើរឡើងជណ្ដើរផ្ទះងងឹតណាស់ខ្យល់ក៏បក់មកវឺតទៅទៀតចង្គៀងរលត់ស្លុបមើលតែជើងខ្លួនឯងសឹកមិនចង់ឃើញខ្ញុំមិនបានអុចវិញទេកាន់តែដេកកេះមួយខិតមើលផ្លូវបិទទ្វារបិទបង្អួចរួចក៏ប្រាក់ខ្លួនមកសម្រាកតែម្ដងណាមួយវាក៏គ្មានអីធ្វើទៀតទេបាយក៏ហូបរួចម្ដងមកហើយតាំងពីល្ងាចថាចាំស៊ីត្រីដុតវាប៉ុន្តែអាមួយនោះឃើញវាមកសោះយប់នេះដូចជាប្លែកណាស់ស្ងាត់មិនមានលីសូមាត់សัตว์យំអីមួយម៉ាត់ខាងក្រៅខ្យល់ក៏ខ្លាំងឮតែស្នូកមេឃឈើក្រាក់ក៏កិតដំបូលផ្ទះខ្ញុំសម្ងប់ទៅបានបន្តិចខ្យល់វាក៏រៀងស្ងប់ទៅដែរល្មមអាចឮសំឡេងតូចនៅចិត្តខ្លួនពេលនោះគឺមានមនុស្សដើរកាត់ក្រោយផ្ទះខ្ញុំគឺឮសម្រាប់ជើងមនុស្សដើរជជុះដីឮភ្លាមក្បាលខ្ញុំក៏ងាកទៅតាមសំឡេងភ្លាមខ្ញុំនៅស្វាងចេះមិនតន់ងងុយទេរួចយប់ថ្មនឹងទៅហើយអ្នកណាមករកអីក្រោយផ្ទះខ្ញុំក៏ដូចជាមិនមានផ្លូវដើរទេថែមទាំងមានរបងបាំងចិត្តផងខ្ញុំមានអារម្មណ៍មិនសូវស្រួលហើយសំឡេងនោះនៅតែឮដើរខិតមកក្បែរជើងសសរផ្ទះខ្ញុំស្រែកសួរថាអ្នកណាមករកអីនឹងខ្ញុំបន្លឺសំដីទាំងព្រាវក្នុងចិត្តគិតថាអាម៉ាស់គ្រាន់តែមិនសូវច្បាស់ប្រកបលុះតែបើកបង្អួចអោនទៅមើលជើងសសរស្រាប់តែមិនឃើញមានមនុស្សលុះងើបមុខឡើងក៏ឮស្នូរប្រោកនៅឯចិត្តរបងខាងក្រោយខ្ញុំដាក់ភ្នែកទៅក៏ឃើញស្រមោលមនុស្សដើរចេញទៅក្រៅរបងបាត់ទៅហើយតាមរៀងរើមើលទៅអាម៉ាក់មិនខុសទេពីល្ងាចវាថាយកត្រីមកដុតស៊ីឬមួយក៏វាដើរមកឃើញផ្ទះស្ងាត់ពេកទៅបានជាមិនហ៊ានហៅទំនងជីវិតដើរទៅសារបង្កាយនៅឯវាហើយស្រមោលវានៅតែដើរស្ទួយទៅមុខខ្ញុំគោកហៅវាខ្លាំងគួរសមដែរឲ្យចាំខ្ញុំផងលឺមាត់ខ្ញុំភ្លាមវាក៏ឈប់ងក់នៅក្បែរភ្លឺខ្ញុំក៏រត់ផ្លាស់របងទៅតាមពីក្រោយវាមកដល់ម្ដុំក្រោយផ្ទះវាសម្បូរអំបែងដប់ណាស់ខ្ញុំមិនទាន់ហ៊ានលោតទៅទេហើយក៏ស្រែកគោកប្រាប់វាថាអាម៉ាស់ហើយចាំងភ្លើងអញតិចមើលខ្ញុំចាប់មានអារម្មណ៍ថាចម្លែកខ្ញុំហៅវាច្រើនដងណាស់ដែរតែវានៅតែឈរបែកខ្នងធ្មឹងដូចជាគល់ឈើនៅឃ្លាតពីគ្នាប្រមាណជា10ម៉ែត្រសោះមិនសមថាវាស្ដាប់មិនឮឬមួយក៏វាធ្វើមិនឮមើលទៅវាក៏ដូចជាមិនមានកាវមានពិលអីនៅជាប់ខ្លួនទេអានេះវាចេះដើរងងឹតឈឹងទៅកើតមិនខ្លាចពោះចឹកសោះគិតហើយខ្ញុំក៏បកទៅផ្ទះ
រួចឡើងទៅស្រវារកពិលនៅគៀបជញ្ជាំងបានមកហើយក៏ចុះស្រូតដំណើរខ្លាចវាចាំយូរព្រោះឃើញស្រមោលវានៅតែឈរនៅកន្លែងដដែលលុះតែបាយខ្នងបោះជើងទៅមុខវឹបមិនទាន់នឹងផុតក្រោយផ្ទះផងស្រាប់តែលឺមាត់អាម៉ាក់វាស្រែកមកពីក្រោយខ្នងថាឯទៅណានឹងខ្ញុំក្រឡេកទៅបាយជាមានអាម៉ាក់ម្នាក់ទៀតដែលយួរត្រីជុលមកពីមុខផ្ទះវាដើរញញឹមស្ញែងដាក់ខ្ញុំពីចម្ងាយខ្ញុំមិនទាន់បានឆ្លើយឆ្លងនឹងវាទេព្រោះនៅក្រោយផ្ទះនៅតែឃើញមានមនុស្សម្នាក់ទៀតឈរបាយខ្នងនៅលើភ្លឺដដែលបើអាម៉ាក់វានៅឯនេះចោះអ្នកឈរនោះជានរណាទៅវិញខ្ញុំស្ទុះមកគៀករបងយ៉ាងប្រញាប់លុះទៅវាពិលទៅខ្វាច់គល់ឈើគឺជាគល់ឈើនៅឯភ្លឺមិនមែនមនុស្សនោះទេគឺមុននេះខ្ញុំដើរតាមគល់ឈើខ្ញុំចាប់ព្រឹកក្បាលសំពោងរោមក៏បាក់ជ្រងរួចក៏សួរបញ្ជាក់ទៅអាម៉ាក់ថាឯងទៅមកពីណាវាក៏តបទាំងខ្ជួនចិញ្ចាមកថាអញទៅតែមកពីផ្ទះតើកើតអីមែននេះអញយកត្រីមកឲ្យឮតែប៉ុណ្ណឹងខ្ញុំក៏អូសវាឡើងទៅលើផ្ទះរួចរៀបរាប់ប្រាប់វាហើយខ្ញុំក៏ច្បាស់ថាមិនមែនមើលច្រឡំនោះទេច្បាស់ជាខ្មោចលងហើយត្រីដែលអាម៉ាក់ខំយកមកពួកយើងក៏មិនបាននឹកនាចង់ហូបទៀតទេពួកយើងបានត្រឹមតែបិទទ្វារបិទបង្អួចចិត្តឈឹងទាញកន្លឹះខ្ទាស់យ៉ាងណែនរួចប្រាស់ខ្លួនដេកលើកន្ទែលក្បែរគ្នាចង្គៀងប្រេងកាសត្រូវបានផ្លុំពន្លត់បន្សល់ទុកត្រឹមភាពងងឹតស្លុបពេញលំហផ្ទះយប់កាន់តែជ្រៅភាពស្ងាត់ជ្រងំក៏ចូលមកបន្តិចម្ដងជាថ្មីលេបត្របាក់បរិយាកាសជុំវិញសូម្បីតែសំឡេងសត្វល្អិតយំកំដររាត្រីក៏ហាក់ដូចជាស្ងាត់បាត់មាត់ឈឹងមានឮតែស្នូខ្យល់បក់រវិចប៉ះស្លឹកចេកក្បែរដំបូលនិងសំឡេងដកដង្ហើមចេញចូលរបស់អាម៉ាស់ដែលកំពុងដេកបាយខ្នងដាក់ខ្ញុំត្របកភ្នែកចាប់ផ្ដើមធ្ងន់រួចក៏ទាញទម្លាក់ខ្ញុំឲ្យចូលទៅក្នុងសភាពពាក់កណ្ដាលលក់ពាក់កណ្ដាលភ្ញាក់បន្តិចម្ដងមិនដឹងថាពេលវេលារំកិលទៅមុខបានយូរប៉ុណ្ណាហើយទេក្នុងពេលនោះសុកក៏មានអារម្មណ៍ថាដូចជាមានចំហាយត្រជាក់ភាយទម្លុះភួយមកប៉ះដៃប៉ះដល់តែខ្លួនខ្ញុំឲ្យបារម្ភយ៉ាងចម្លែកបានបន្តិចស្រាប់តែធំក្លិនស្អុយងៅពេញផ្ទះរហូតដល់ខ្ញុំកំរាកច្រមុះភ្ញាក់ដឹងខ្លួនមកដោយឯងតែមិនបានបាក់ភ្នែកទេនៅតែសំងំក្រំភួយនៅឡើយព្រមជាមួយគ្នានោះមានសម្រាប់ជើងស្រាលវាលឺឡើងពីក្បែរមាត់ទ្វារផ្ទះគឺនៅក្នុងផ្ទះតែម្ដងហាក់ដូចជាកំពុងសម្ដៅមកសន្សឹមតម្រង់មកកន្លែងពួកយើងកំពុងដេកបន្តិចក្រោយនៅក្បែរខ្លួនក៏មានឮសំឡេងដូចជាសត្វអ្វីម្យ៉ាងដកដង្ហើមខ្ញុំភ្ញាក់ព្រឺរួចក៏ងាកកទៅបន្តិចហើយយកដៃទាញភួយបង្ហើបចេញប្រឡោះតូចមួយមើលទៅក្រៅវាមានអ្វីមួយរវើកនៅចុងជើងរបស់អាម៉ាស់លុះប្រឹងសម្លឹងឲ្យច្បាស់ទៅស្រាប់តែរៀងរើកដូចជាមនុស្សស្រីសក់ក្បាលឡើងរញ៉េះរញ៉ៃប៉ុនចង្អេរវាចាប់ផ្ដើមអោនក្បាលទៅរកផ្ទៃមុខរបស់អាម៉ាក់ដែលកំពុងដេកមិនដឹងអីច្បាស់ណាស់គឺមិនមែនមនុស្សទេរួចលឺទាំងសំឡេងញ័រដូចជាសត្វអ្វីម្យ៉ាងខ្ញុំស្ទុះធាក់ភួយធាក់ខ្នើយរួចរុកនោះវាក៏ផ្អើលឃើញតែស្រមោលខ្មៅរត់ទម្លុះទ្វារទៅបាត់ឈឹងខ្ញុំអង្រួនដាក់អាម៉ាស់រួចប្រាប់វាទាំងត្រដិតពីប៉ុន្តែពេលវាងើបឡើងមកវាបែរជានិយាយប៉ុន្មានម៉ាត់ងល់ស្ដាប់មិនបានរួចក៏ដេកទៅវិញមកដល់ព្រឹកឡើងមិនទាន់តែបានហើបមាត់រៀបរាប់រឿងរ៉ាវប្រាប់អាម៉ាក់ផងស្រាប់តែមានសំឡេងឆ្កែព្រោះសំឡេងមនុស្សស្រែកលោឡាឮត្រហឹងចេញពីផ្ទះអ្នកភូមិម្នាក់ដែលនៅឆ្ងាយគួរសមដែរមើលទៅដូចជាជ្រួលច្របល់អ៊ូអរយ៉ាងចម្លែកខ្ញុំនិងអាម៉ាស់ប្រញាប់ចុះពីលើផ្ទះដើរលុយភក់ឆ្ពោះទៅរកវងមនុស្សដែលកំពុងចាំរមមើលអ្វីមួយនៅមុខផ្ទះទៀមចាស់មួយមកដល់គៀកបន្តិចក្លិនឈាមក្តៅឆ្អាបងូងភាយចេញពីក្នុងផ្ទះអ្នកភូមិឈោខ្សឹបខ្សៀវគ្នាទឹកមុខម្នាក់ស្លេកស្លាំងមើលទៅកាន់មាត់ទ្វារផ្ទះដែលបើកចំហចោលខ្ញុំបោះជំហានចូលសន្សឹមជ្រៀតគេជ្រៀតឯងមើលទៅខាងក្នុងនៅចំកណ្ដាលផ្ទះមានសាកសពលោកតាលោកយាយម្ចាស់ផ្ទះដេកស្ដុកស្ដឹងក្បែរគ្នាលើខ្លួនសុទ្ធតែស្នាមរយះធំសោះសាច់ក្នុងផ្ទះមើលទៅខាងណា
ក៏ឃើញតែក្រហមច្រាលភ្នែករបស់ពួកគាត់ទាំងពីរបិទមិនជិតនោះទេវានៅតែបើកធំធំសម្លឹងទៅកាន់ដំបូលមាត់ហើបដូចជាកំពុងស្រែករកជំនួយមុនពេលដែលបាត់បង់ជីវិតក្បែរនោះលោកអ៊ំម្នាក់បានស្រដីឡើងថាយប់មិញអញឮមាត់អាសនកូនប្រុសរបស់គាត់នឹងឯងស្រែកលោឡាពេញផ្ទះសំឡេងខ្សឹបញ័ររបស់អ៊ំស្រីម្នាក់ទៀតដែលផ្ទះនៅក្បែរនោះដែរបានបន្តថាដំបូងឮតែមាត់តាយាយនឹងខត់កូនគាត់តែមួយសន្ទុះក្រោយមកសំឡេងអាសនប្រែជាក្រឡូធំខុសពីធម្មតាវាកំហោកវាសាចកោះរំពងពេញផ្ទះរួចមកក៏ស្ងាត់ជ្រងំរហូតដល់ភ្លឺទៅឃើញពួកគាត់ដេកស្លាប់បែបនេះទៅលោកពូម្នាក់ទៀតនៅក្បែរដៃក៏បានសួររកថាចុះអាសនវានៅណាអ្នកភូមិគ្រប់គ្នាក្រវិក្បាលគ្មាននរណាដឹងនោះទេម្នាក់ចាប់សន្និដ្ឋានថាកូនប្រុសរបស់តាយាយនោះហើយដែលជាអ្នកសម្លាប់ឪពុកម្ដាយខ្លួនឯងរួចរត់គេចខ្លួនបាត់ទៅតែសម្រាប់ខ្ញុំគិតថាវាមិនសូវស្លំសោះព្រោះបងសនម្នាក់នោះរស់នៅក្នុងភូមិយូរដែរហើយមិនដែលឃើញជាមានចរិតកោងកាចអ្វីនោះទេគាត់ស្ងាត់ដើរខ្វៀលគោតែម្នាក់ឯងមិនសមហ៊ានលើកដៃកាប់សម្លាប់ឪពុកម្ដាយខ្លួនឯងយ៉ាងសាហាវបែបនេះទេលុះវេលារំកិលមកប្រលប់បន្តិចស្រាប់តែមានមនុស្សរត់កាត់គៀនផ្ទះខ្ញុំវឹងម្នាក់ហើយម្នាក់ទៀតខ្ញុំនិងអាម៉ោះក៏ស្ទុះទៅតាមពីក្រោយគេរហូតធ្លាយមកដល់វាលនៅក្រោមដើមពោធិ៍ក្បែរភ្លឺស្រែបងសនកូនប្រុសតាយាយដែលបានបាត់ខ្លួននោះកំពុងឈរអោនក្បាលទល់នឹងគល់ឈើសម្លៀកបំពាក់របស់គាត់ប្រឡាក់សុទ្ធតែភួររួចក៏ឈោបោះក្បាលខ្លួនឯងទៅនឹងគល់ឈើយ៉ាងខ្លាំងម្ដងហើយម្ដងទៀតឈាមហូររហាមកាត់ថ្ងាសស្រក់តក់ទៅលើដីអ្វីដែលធ្វើឲ្យអ្នកភូមិមានអារម្មណ៍ចម្លែកនោះគឺនៅពេលដែលពន្លឺពិលចាំងទៅចំមុខរបស់គាត់គឺមុខគាត់បែរជាញញឹមទៅវិញបោះក្បាលខ្លួនឯងភូសបណ្ដាសើចបណ្ដាដូចជាមនុស្សឆ្កួតភ្លាមនោះសំឡេងបរិះចំណាស់ម្នាក់ក៏បានស្រែកឡើងថាជួយចាប់វាផងនៅឈរមើលដល់ណាឮសំដីនោះភ្លាមបរិះនៅក្នុងភូមិមានធំ 4-5 នាក់បានស្ទុះចូលទៅចាប់ទាញដៃបងសនចេញពីគល់ឈើតែរាងកាយគាត់ដោយការពីមុនស្គមស្គាំងក្រៀមកំប្រឹងនោះបែរជាមានកម្លាំងខ្លាំងក្លាខុសពីមនុស្សធម្មតាដូចជាមានដំរី 4-5 នៅក្នុងខ្លួនគាត់ក្រវីក្រវាត់ដៃផ្ដួលអ្នកភូមិ 2-3 នាក់ឲ្យខ្ទាតទៅខាងក្រោយទាំងដេកក្បាលនៅហូរឈាមសស្រាហើយស្នាមញញឹមដ៏គួរឲ្យខ្លាចនោះនៅតែដិតជាប់លើទម្រង់ផ្ទៃមុខដែលស្លេកស្លាំងដូចជាសាកសពរបស់គាត់នោះនៅឡើយខណៈដែលកម្លាំងអ្នកភូមិស្ទើរតែទប់ទល់នឹងបង្សនលេងឈ្នះស្រាប់តែមានស្រមោលមនុស្សស្លៀកសម្លៀកបំពាក់សមួយដើរកាត់ភក់មកគាត់ឈានជើងកាត់វងមនុស្សចូលមកកាន់កណ្ដាលវងគ្រាន់តែឃើញវត្តមានរបស់គាត់ភ្លាមខ្ញុំចំណាំបានយ៉ាងច្បាស់កែវភ្នែកដែលលាក់នៅក្រោមចិញ្ចើមពណ៌សស្កើនោះគឺជាលោកតាចម្លែកដែលតាមរកក្រឡដីកាលពីថ្ងៃមុននោះឯងវត្តមានរបស់គាត់ហាក់ដូចជាមានឥទ្ធិពលមួយយ៉ាងទៅលើបងសនរាងកាយដែលកំពុងត្រដោះរើបំរាស់យ៉ាងសាហាវនោះស្រាប់តែបដូរទៅជាប្រកាច់កន្ត្រាក់មួយទំហឹងរួចក៏ត្រូវអ្នកភូមិសង្កត់ទៅជាមួយនឹងដីភក់បានសម្រេចលោកតាដើរចូលទៅគៀកយឺតគាត់លុបជង្គង់ចុះរួចលុកដៃដែលញ័រតិចចូលទៅក្នុងថង់យាមកញ្ចាស់គាត់ទាញបានបន្ទះសំណពណ៌ប្រផេះស្អាតមួយយកមកបិទផ្អឹបចំកណ្ដាលថ្ងាសដែលកំពុងបែកហូរឈាមរបស់បងសោតភ្លាមនោះលឺស្នូតដូចជាសាច់ត្រូវភ្លើងក្តៅបន្លឺឡើងព្រមជាមួយផ្សែងស្ដាងហុយចេញពីក្រោមបន្ទះសំណនោះលោកតាពុំបងអង្គយូគាត់ដកធូបមួយសរសៃចេញមកប្រើចុងធូបដែលមិនមានភ្លើងនោះសង្កត់សរសេរជារូបយន្តខ្វាត់ខ្វែងពីលើបន្ទះសំណយ៉ាងញាប់ដៃក្នុងវិនាទីនោះខ្យល់ដែលត្រជាក់ស្រេបដែលខ្ញុំធ្លាប់មានអារម្មណ៍ប៉ះកាសពីយប់មិញបានបក់គូចមកម្ដងទៀតសក់ក្បាលខ្ញុំបាសប៉ៅកៅភ្នែកខ្ញុំសម្លឹងឃើញអ្វីមួយយ៉ាងដែលអ្នកផ្សេងហាក់ដូចជាមើលមិនឃើញទេគឺខ្ញុំបានឃើញស្រមោលមនុស្សងើបឈរពេញកម្ពស់ទម្លាក់ក្បាលចុះបន្តិចរួចបោះជំហានសន្សឹមដើរជ្រែកចូលទៅក្នុងចំណោមវងអ្នកស្រុកដែលកំពុងឈរចាំរំមើលគឺវាដើរចេញពីខ្លួនបងសនមកតែម្ដងភ្លាមបងសនដែលកំពុងរឹងខ្លួននោះក៏ទម្លាក់ដៃទម្លាក់ជើងចុះរួចក៏ដួលសន្លប់ស្ដោកបាត់មាត់ឈឹងនៅក្រោមបាតដៃអ្នកភូមិលោកតាដកដង្ហើមធំដកដៃចេញពីថ្ងាសបងសនរួចងើបឈរយឺតសម្លឹងមើលបរិវេណជុំវិញ
សំឡេងស្អកស្អករបស់គាត់បានបន្លឺឡើងថាវាចេញផុតពីខ្លួននេះហើយប្រយ័ត្នប្រយែងផងទាំងអស់គ្នាគាត់ផ្អាកបន្តិចទឹកមុខដែលពោពេញដោយការបារម្ភនោះបានបន្តទៀតថាវាជាព្រាយដែលខ្ញុំជាអ្នកចិញ្ចឹមតែវាបានរួចមកដល់ទីនេះអ្នកស្រុកម្នាក់បើកភ្នែកធំសម្លឹងមើលមុខគ្នាដោយលោកតាបានបន្តពន្យល់ដោយសំឡេងធ្ងន់ថាវាមិនចេះសម្លាប់ប៉ុនប៉ងជីវិតមនុស្សនោះទេប៉ុន្តែបាននរណាដែលមានគំនុំសេចក្តីលោភលន់ឬកំហឹងតែបន្តិចបន្តួចនៅក្នុងចិត្តវានឹងជ្រៀតចូលសន្ធិដ្ឋខ្លួនអ្នកនោះរួចបញ្ចាំងគំនិតខ្មៅងងឹតនោះឲ្យវារីកកាន់តែធំឡើងរហូតដល់គ្រប់គ្រងសតិខ្លួនឯងលេងបានទើបបានជាមនុស្សស្លូតបូតដូចបង្សននេះប្រែទៅជាមានកម្លាំងកាចសាហាវហ៊ានសម្លាប់ឪពុកម្ដាយរបស់ខ្លួនឯងទាំងទឹកមុខសាច់ញញឹមបែបនេះលឺដល់ត្រឹមនេះអ្នកភូមិដែលធ្លាប់ឈរជិតគ្នាក៏ចាប់ផ្ដើមថយគម្លាតចេញពីគ្នាម្ដងមួយជំហានការភ្នែកអ្នករាល់គ្នាចាប់ផ្ដើមពោពេញដោយការសង្ស័យនិងប្រុងប្រយ័ត្នចំពោះគ្នាឯងព្រោះគ្មាននរណាដឹងទេថាតើអ្នកឈរក្បែរខ្លួនមានលក្ខទុកកំហឹងអ្វីខ្លះនៅក្នុងចិត្តនោះត្រឹមតែប៉ុន្មាននាទីវងមនុស្សក៏បែកខ្ញែកគ្នាដើរត្រឡប់ទៅផ្ទះរៀងខ្លួនគ្មាននរណានៅឯអង្គខាងក្រៅយូរនោះទេយប់ជ្រៅបន្តិចលោកតាបានសុំមកសម្រាកនៅទីធ្លាផ្ទះរបស់ខ្ញុំដោយសារផ្ទះនេះនៅដាច់ពីគេក្រោមពន្លឺចង្កៀងស្លេកគាត់អង្គុយផ្អែកក្នុងនឹងសសរដកដង្ហើមធំមិនឈប់សោះខ្ញុំចាក់ទឹកមួយផ្តិលហុចទៅឲ្យគាត់រួចក៏សួរទៅគាត់ថាលោកតាតើពួកយើងគួរតែធ្វើយ៉ាងណាបន្តទៅទៀតគាត់ទទួលយកផ្តិលទឹកសម្លឹងមើលទៅទីងងឹតឯខាងក្រៅរួចក៏តបថាយើងត្រូវទៅតាមចាប់វាឲ្យបាននៅយប់នេះវាមិនតាន់ទៅណាឆ្ងាយទេប៉ុន្តែវាពូកែពួនក្នុងខ្លួនមនុស្សណាខ្ញុំលេបទឹកមាត់ក្អឹកនឹកឃើញរឿងអំបញ្ញមិញរួចក៏សម្រេចចិត្តនិយាយប្រាប់គាត់ត្រង់ថាខ្ញុំបានឃើញស្រមោលខ្មៅមួយចេញពីរាងកាយបងសនរួចដើរចូលទៅក្នុងវងអ្នកភូមិដែលកំពុងឈរមើលហើយវាក៏រលាយបាត់ទៅគ្រាន់តែលើកប្រយោគនេះភ្លាមដៃដែលកាន់ផ្តិលទឹករបស់លោកតាក៏រៀងញ័របន្តិចគាត់ងាកមកសម្លឹងមុខខ្ញុំដែលបើកភ្នែកធំគាត់ស្ទុះមកចាប់ស្មាខ្ញុំរួចក៏ខ្សឹបតិចថាឯងមើលឃើញវាមែនទេលោកតាដកដង្ហើមញាប់ជាងមុនរួចក៏ពោលពាក្យថាវីវហើយប្រហែលជាវាចូលសន្ធិដ្ឋខ្លួននរណាទៀតហើយតាមមើលលោកតាបានសុំឲ្យខ្ញុំជួយគាត់ព្រោះគាត់មិនអាចមើលឃើញព្រាយមួយក្បាលនោះទេគ្រាន់តែដឹងវត្តមានរបស់វាតាមញាណនិងចំណេះវិជ្ជាអាគមរបស់គាត់តែប៉ុណ្ណោះបន្ទាប់ពីបានលើកសំណើរបស់លោកតាទាំងខ្ញុំនិងអាម៉ាក់សុទ្ធតែដឹងច្បាស់ថាយប់នេះទោះជាចង់ដេកក៏ច្បាស់ជាដេកមិនលក់នោះទេព្រោះរបស់ដ៏គ្រោះថ្នាក់មួយវាបានគេចខ្លួនបាត់ទៅហើយរួចវាអាចនឹងកំពុងតែសំងំលាក់ខ្លួនក្នុងរាងកាយរបស់អ្នកភូមិណាម្នាក់ជាមិនខានពួកយើងទាំង3នាក់បានសម្រេចចិត្តមិនតម្រេតខ្នងនោះទេរួចក៏នាំគ្នាអុជពិលនិងចង្កៀងដើរលួចទឹកសម្ដៅចូលទៅកាន់ភូមិទាំងកណ្ដាលអាត្រាដើម្បីតាមដានស្ថានភាពនិងរកតម្រុយពីព្រាយមួយក្បាលនោះសង្ឃឹមថានឹងអាចបញ្ឈប់ការចូលសន្ធិដ្ឋរបស់វាបានទាន់ពេលវេលាដើម្បីបញ្ជៀសគ្រោះមហន្តរាយផ្សេងដែលរៀបនឹងកើតឡើងប៉ុន្តែគ្រាន់តែឈានជើងចូលដល់តំបន់កណ្ដាលភូមិមិនទាន់បានប្រមាណផងស្រាប់តែបរិយាកាសដែលធ្លាប់តែស្ងាត់ជ្រងំក៏ប្រែទៅជាជ្រួលច្របល់វឹកវរមនុស្សរត់ជន់កគ្នាច្រើនសម្បើមសំឡេងស្រែកជេរប្រតិចឆ្លោះប្រកែកគ្នាបានបន្លឺឡើងកងរំពងចេញពីផ្ទះមួយទៅផ្ទះមួយអ្វីដែលគួរឲ្យខ្លាចនោះគឺអ្នកភូមិម្នាក់ហាក់ដូចជាមានចិត្តក្តៅក្រហាយខ្លាំងខឹងសម្បាគ្រប់គ្រងខ្លួនឯងលេងបានសូម្បីតែរឿងរ៉ាវតូចតាចក៏អាចក្លាយជាចំនួនហិង្សាបានដែររឿងរ៉ាវជាច្រើនបានផ្ទុះឡើងនិងកើតឡើងក្នុងពេលតែមួយយ៉ាងព្រមគ្នាបញ្ហាដែលធ្លាប់តែកប់ទុកនៅក្នុងចិត្តមកជាយូរត្រូវបានគេកកាយទម្លាយចេញមកតាមរយៈពាក្យសម្ដីជេរប្រតិចម្នាក់ដែលគ្មានការអៀនខ្មាស់ឬយោគយល់អ្វីទាំងអស់ពួកគេចាប់ផ្ដើមកកាយរឿងគ្រប់យ៉ាងរួចកំហឹងដែលចង់ធ្វើអ្វីមួយពីមុនមកក៏ត្រូវបានបញ្ចេញមកភ្លាមដោយការវាយតបនិងគំរាមកំហែងសម្លាប់គ្នានៅមុខផ្ទះធំមួយ
ខ្ញុំឃើញអ្នកភូមិមួយក្រុមធំកំពុងឡោមព័ទ្ធនឹងទាញកអាវលោកមេភូមិទាំងកំហឹងដោយទម្លាយរឿងអាស្រូវដែលគាត់បានលួចកឹបកេងជំនួយដែលគេបរិច្ចាគពេលទឹកជំនន់ងាកទៅឯផ្ទះម្ខាងទៀតអ៊ំស្រីដែលលក់សាច់នៅឯផ្សារត្រូវបានគេគប់បែកក្បាលឈាមរហាមដោយសារតែអ្នកធ្លាប់ទិញនិងអ្នកជិតខាងផ្ទុះកំហឹងរឿងគាត់លួចស៊ីភ្នែកជញ្ជីងកេងប្រវ័ញ្ចញើសឈាមគេអស់រាប់ឆ្នាំសូម្បីតែក្មេងៗស្រកខ្ញុំមួយចំនួនដែលធ្លាប់តែស្ដាប់បង្គាប់ឪពុកម្ដាយក៏បានរើបំរាស់ស្រែកជេរប្រមាថនិងវាបំផ្លាញរបស់របរក្នុងផ្ទះដើម្បីតបតនឹងឪពុកម្ដាយដែលធ្លាប់តែគៀបសង្កត់បង្ខំឲ្យពួកគេធ្វើការធ្ងន់ដែលមិនពេញចិត្តម្នាក់សុទ្ធតែមានកែវភ្នែកឡើងក្រហមសរសៃឡើងរវិមពេញកសកម្មភាពប្រៀបដូចជាមនុស្សឈួតគំនិតខ្មៅងងឹតដែលលាក់ទុកនៅក្នុងចិត្តវាបានផ្ទុះចេញមកក្រៅទាំងអស់រំពេចនោះសំឡេងស្រែកយំដូចក្តីរន្ធត់មួយបានបន្លឺឡើងនៅផ្លូវលំខាងមុខស្ត្រីគោថ្លង់ម្នាក់ដែលកាលពីមុនធ្លាប់ជាមនុស្សស្លូតបូតនិងតែងតែត្រូវអ្នកភូមិមួយចំនួនធ្វើបាបពេលនេះកំពុងកាន់កំបិតយ៉ាងមុតដេញកាប់នឹងចាក់គ្រប់គ្នាដែលនាងចំណាំមុខបានថាធ្លាប់ធ្វើបាបនាងនោះណាក៏រត់បាត់ជើងសព្រាតដែរព្រោះកម្លាំងរបស់នាងពេលនេះខ្លាំងខុសពីមនុស្សធម្មតាហេតុការណ៍ទាំងអស់នេះបានកើតឡើងក្នុងពេលតែមួយធ្វើឲ្យភូមិទាំងមូលវិវក់អាប់អួរសឹងតែខ្លាចទៅជាឋាននរោចំពេលនៃការកាប់ចាក់គ្នានោះលោកតាបានកន្ត្រាក់ដៃខ្ញុំរួចថយមកក្រោយចូលមកក្នុងជ្រុងងងឹតមួយគាត់ដកដង្ហើមញាប់ញ័រថ្ងាសបែកញើសប៉ុនក្របពោតរួចពោលឡើងដោយសំឡេងញ័រថាគឺវានៅទីនេះហើយយើងទទួលបានចំហាយព្រីនោះខ្លាំងណាស់វាកំពុងនៅក្បែរនេះគាត់សួរមកខ្ញុំបន្តថាមានមើលឃើញវាដែរទេខ្ញុំប្រឹងបាក់ភ្នែកសម្លឹងមើលគ្រប់ទិសទីមើលទៅមនុស្សដែលកំពុងវាយតប់គ្នាមើលទៅស្ត្រីកោថ្លង់ដែលកំពុងកាន់កំបិតប្រឡាក់ឈាមខ្ញុំងាកមកមើលមុខលោកតាវិញរួចគ្រវីក្បាលយឺតនឹងតបថាខ្ញុំមើលមិនឃើញស្រមោលខ្មៅនោះទៀតទេតាគ្មានខ្មោចគ្មានព្រាយគ្មានរូបរាងគួរឲ្យខ្លាចអ្វីនៅទីនេះទេខ្ញុំសម្លឹងមើលទៅកាន់អ្នកភូមិម្ដងទៀតភាពភ័យខ្លាចរត់ព្រឺពេញឆ្អឹងខ្នងរបស់ខ្ញុំអ្វីដែលខ្ញុំកំពុងឃើញនៅពេលនេះវាមិនមែនជាការលងបន្លាចពីវិញ្ញាណខាងក្រៅនោះទេតែវាជាភាពខ្មៅងងឹតនិងគំនុំដែលលាក់កប់ទុកយ៉ាងជ្រៅក្នុងចិត្តរបស់មនុស្សម្នាក់វាបានរីកចេញមកក្រៅទាំងអស់មនុស្សស្លូតប្រែទៅជាកាចសាហាវខូខើនេះហើយជាអនុភាពរបស់ព្រាយមួយក្បាលនោះដែលលោកតាធ្លាប់និយាយខ្ញុំក៏ទៅតែយល់អាការៈភ័យព្រួយរបស់លោកតាតាំងពីថ្ងៃជួបគាត់ដំបូងតាមពិតគាត់ខ្លាចវាមានរឿងបែបនេះកើតឡើងព្រាយនោះវាសន្ធិដ្ឋមនុស្សពីម្នាក់ទៅម្នាក់ប្រៀបដូចជាដាស់បាក់កន្លឹះនៃចិត្តខ្មៅងឹតរបស់មនុស្សម្នាក់ឲ្យផ្ទុះឡើងមកបាននៅតែបែបនេះមិនយូរទេមនុស្សនឹងកាប់សម្លាប់គ្នាស្លាប់កោជើងអាក្រក់ជាងខ្មោចលោកទៅទៀតដោយឃើញសភាពការនៅក្នុងភូមិកាន់តែមិនស្រួលហិង្សាក៏កាន់តែខ្លាំងឡើងមិនអាចទប់ទល់បានពួកយើងទាំង3នាក់បានសម្រេចដកថយត្រឡប់មកផ្ទះវិញសិនដើម្បីជៀសវាងអំពីគ្រោះថ្នាក់ផ្សេងដោយសារតែអ្នកភូមិដែលកំពុងបាត់បង់សតិទាំងនោះកំពុងតែដើរតាមផ្លូវបកត្រឡប់ទៅវិញក្រោមពន្លឺព្រះច័ន្ទដែលរះខ្សោយសុកលោកតាដើរក៏ឈប់ងោះហើយខត់ខ្ញុំឲ្យឈប់ដើរបន្តិចខ្ញុំក៏សួរទៅកាន់គាត់នឹងងឿងឆ្ងល់ថាមានរឿងអីមែនទេលោកតាគាត់មិនបានតបភ្លាមនោះទេគាត់ក៏លេចមើលឆ្វេងមើលស្ដាំទឹកមុខរបស់គាត់ហាក់ដូចជាមានមន្ទិលសង្ស័យអ្វីមួយយ៉ាងប៉ុន្តែមួយស្របក់ក្រោយគាត់ក៏ក្រវីក្បាលតិចរួចតបថាគ្មានអីទេតោះយើងទៅមុខទៀតខ្ញុំមិនបានចាប់អារម្មណ៍អ្វីច្រើននោះទេក៏បន្តដំណើរទៅមុខយ៉ាងលឿនត្បិតអីក្នុងចិត្តនៅតែភ័យមិនទាន់បាត់ឡើយលុះមកដល់ផ្ទះវិញយើងក៏ប្រញាប់ឡើងទៅលើផ្ទះបិទគន្លឹះទ្វារយ៉ាងជិតលោកតាដាក់ថង់យាមចុះរួចប្រាប់ឲ្យពួកយើងសម្រាកយកកម្លាំងសិនចុះព្រោះយប់កាន់តែច្រើនណាស់ទៅហើយគាត់បាននិយាយថាកុំភ័យអីស្អែកចាំយើងគិតគូរតាមរោគវិទ្យាអាព្រាយមួយក្បាលនេះវាមិនខ្លាំងណាស់ណាទេវាគ្រាន់តែពូកែពួនបន្តិចប៉ុណ្ណោះឲ្យតែរោគវាឃើញច្បាស់ជាបង្ក្រាបវាបានមិនខានសម្ដីរបស់គាត់បានធ្វើឲ្យខ្ញុំធូរស្រាលចិត្តមួយកម្រិតដោយគិតថាមានលោកតានៅទីនេះហើយច្បាស់ជាមិនអីទេ
ខ្ញុំក៏តម្រេតខ្លួនដេកក្បែរគាត់ដោយភាពអស់កម្លាំងក៏បានលងលក់ទៅមួយភាំងប៉ុន្តែដេកមិនបានយូរប៉ុន្មានស្រាប់តែត្រចៀកខ្ញុំក៏ឮសំឡេងសត្វស្រែកយ៉ាងចម្លែកនៅខាងក្រោមផ្ទះគឺជាសំឡេងសត្វឆ្កែវាស្រែកមិនមែនព្រុសឬក៏លូនោះទេដោយសារតែដឹងថាមានលោកតានៅជាមួយខ្ញុំក៏មិនសូវជាខ្លាចអីប៉ុន្មានទេតែអ្វីដែលប្លែកនោះគឺខ្ញុំបែរជាមិនឃើញអាម៉ាក់នៅដេកក្បែរនេះសោះដោយក្តីងឿឆ្ងល់ខ្ញុំក៏ទិញពិលចុះពីលើផ្ទះទៅដើររកមើលតាមសំឡេងនោះគ្រាន់តែចុះមកដល់ខាងក្រោមផ្ទះពិលរបស់ខ្ញុំបានចាំងទៅចំអាម៉ាក់ដែលកំពុងអង្គុយច្របាច់កឆ្កែមួយក្បាលដែលវារត់មកជ្រកក្រោមផ្ទះកាលពីក្បាលប្រឡោះដៃទាំងពីររបស់អាម៉ាក់សរសៃឡើងរវាមចំណែកឯឆ្កែនោះវាខំប្រឹងរើបំរាស់ត្រដោះខ្យល់បាច់ពុះមាត់ជើងទាំង4របស់វាប្រឹងកាយដីខ្វាច់ដីហុយត្រឡោកខ្ញុំឃើញបែបនេះក៏ស្ទុះទៅខត់វាភ្លាមថាអាម៉ាក់ឯងឈួតទេអីមិនក៏ទៅធ្វើបាបវាអញ្ចឹងអាម៉ាក់ងាកមុខមកសម្លឹងខ្ញុំយឺតប៉ុន្តែទឹកមុខរបស់វាពេលនេះមិនមែនជាអាម៉ាក់ដែលខ្ញុំធ្លាប់ស្គាល់ទៀតនោះទេភ្នែករបស់វាឡើងក្រហមច្រាស់ដូចជាភ្លើងវានិយាយមកកាន់ខ្ញុំដោយសំឡេងពោពេញដោយកំហឹងថាឯងចេះអាណិតឆ្កែតែឯងមិនដែលគិតអាណិតអញទេឯងចូលចិត្តធ្វើចរិតត្រួតត្រាអញប្រើអញដូចជាកញ្ជះតាំងតែពីនៅរៀនឯងតែងតែកាត់មុខកាត់មាត់អញរហូតឯងគិតតែឯងគ្រាន់បើជាងអញមែនទេសម្ដីរបស់វាធ្វើឲ្យខ្ញុំគាំងស្មារតីខ្ញុំមិនដឹងសោះថាវាកប់ទុកកំហឹងទាំងនេះនៅក្នុងចិត្តខណៈនោះខ្ញុំក្រឡេកទៅមើលកដៃរបស់វាខ្សែដៃសំណដែលលោកតាឲ្យពាក់ការពារខ្លួននោះមិនដឹងជាវាដាច់បាត់ទៅណាតាំងពីពេលណានោះទេភ្លាមនោះសំឡេងរបស់លោកតាបានបន្លឺឡើងពីលើផ្ទះគាត់ប្រហែលជាភ្ញាក់ដោយសារតែពួកយើងជជែកគ្នាគាត់ចុះមកដល់ចិនដាគ្រាន់តែឃើញសភាពរបស់អាម៉ាក់ភ្លាមគាត់ក៏ស្រែកខ្លាំងៗមកថាថយមកវិញអាចៅថយមកវិញឲ្យឆ្ងាយពីវាភ្លាមវាមិនមែនជាអាម៉ាក់ទេលោកតានិយាយមិនតាន់ផុតពីមាត់ផងអាម៉ាក់ក៏ក្រវែងឆ្កែនោះចោលមួយទំហឹងទៅបោកនឹងជើងសសរផ្ទះរួចវាក៏ស្ទុះហក់មកសង្គ្រប់លើខ្លួនខ្ញុំយ៉ាងលឿនដូចជាសត្វខ្លាដៃម្ខាងរបស់វាច្របាច់កខ្ញុំជាប់រើមិនរួចចំណែកដៃម្ខាងទៀតរបស់វាមានកាន់អំបែងដប់ស្រួយយកមកភ្ជង់បំពង់ករបស់ខ្ញុំកម្លាំងរបស់វាខ្លាំងណាស់ខ្លាំងដូចជាដំរីសាខ្ញុំប្រឹងរើបំរាស់យ៉ាងណាក៏មិនរួចដែរសូម្បីតែដង្ហើមដកសឹងមិនចង់បានវាសម្លឹងមកខ្ញុំដោយស្នាមញញឹមដ៏គួរឲ្យខ្លាចមិនមែនទឹកមុខរបស់អាម៉ាក់ដែលខ្ញុំធ្លាប់ស្គាល់ទៀតនោះទេក្នុងខណៈដែលអំបែងដប់ស្រួយមកកັບនឹងបំពង់កខ្ញុំទៅហើយនោះភ្នែករបស់អាម៉ាក់ប្រែទៅជាខ្មៅទាំងពីរសំឡេងដែលវាបន្លឺចេញមកលែងជាសំឡេងមនុស្សទៀតហើយវាដូចទៅនឹងសត្វអ្វីម្យ៉ាងវាស្រែកផងសាច់ផងកងរំពងគូឲ្យព្រឹកក្បាលបង្ខំឲ្យខ្ញុំស្លាប់លោកតាមិនបងអង្គយូរឡើយគាត់ដកកំបិតបន្ទោះអាគមតូចមួយចេញពីថង់យាមរួចក្រវីក្រវាត់កាត់ខ្យល់បន្លឺសំឡេងសូត្រមន្តយ៉ាងខ្លាំងភ្លាមនោះស្រាប់តែមានពន្លឺពណ៌ស្វាយខ្សោយភាយចេញពីកំបិតនោះគាត់កំពុងយកចុងកំបិតចាយន់លើបន្ទះសំណយ៉ាងញាប់ដៃលោកតាស្រែកប្រាប់ខ្ញុំទាំងដង្ហក់ថាអាចៅកុំតបតវាដោយកំហឹងឲ្យសោះបើឯងខឹងវាព្រាយនោះវានឹងកាន់តែខ្លាំងចូលឯងនឹកដល់រឿងល្អដែលធ្លាប់ធ្វើជាមួយវាខ្ញុំប្រឹងដកដង្ហើមដែលចិត្តដាច់ខ្យល់រួចសម្លឹងចំទៅកែភ្នែករបស់អាម៉ាស់ខ្ញុំនិយាយទាំងញ័រមាត់ដាស់រំលឹកវាថាបើអញធ្លាប់ធ្វើខុសអ្វីលើសលួសលើឯងឲ្យអញសុំទោសផងអញនៅតែជាមិត្តល្អរបស់អញពួកយើងនៅជាមួយគ្នាតាំងពីតូចគ្រាន់តែឮពាក្យទាំងនោះភ្លាមរាងកាយរបស់អាម៉ាស់ក៏ចាប់ផ្ដើមប្រកាច់កត្រាស់ស្រមោលខ្មៅស្រពេចស្រពិលរូបរាងដូចជាមនុស្សដែលខ្ញុំធ្លាប់ឃើញនោះស្រាប់តែវាលេចចេញពីក្រោយខ្នងរបស់វាស្រមោលនោះវាមានតែពាក់កណ្ដាលខ្លួនមកលើប៉ុណ្ណោះរួចនឹងបកក្បាលមកខំករបស់អាម៉ាក់ប្រៀបដូចជាកំពុងប្រជែងឬកំពុងបន្ថែមឥទ្ធិពលអ្វីមួយកុំឲ្យវាដឹងស្មារតីឡើងមកវិញលោកតាក៏ស្ទុះមកដល់រួចយកបន្ទះសំណបិទផ្អឹបទៅលើកញ្ចឹងករបស់អាម៉ាស់ចំកន្លែងដែលស្រមោលខ្មៅនោះកំពុងតែតោដំណាលលោកតាក៏ស្រែកគំហុកយ៉ាងខ្លាំងថាចេញទៅសំឡេងស្រែក
លីឡំនឹងសំលេងខ្យល់បក់វឺតរង្កើអស់ចុងព្រៃនានាស្រមោលខ្មៅនោះត្រូវបានកម្លាំងអាគមរុញច្រានឲ្យរបេះចេញពីរាងកាយរបស់អាម៉ោះប៉ុន្តែជំនួសឲ្យការរលាយបាត់ស្រមោលនោះបែរជាហក់ចូលទៅក្នុងសាកសពសត្វឆ្កែដែលកំពុងដេកនៅក្បែរនោះទៅវិញឆ្កែនោះស្រាប់តែងើបឈរឡើងភ្នែកឡើងក្រហមភ្លឺរួចបញ្ចេញសំឡេងលូយ៉ាងវែងគួរឲ្យព្រឺក្បាលវាមិនបង្អង់យូរឡើយវាបានបោតសម្រុកចេញពីក្រោមផ្ទះកាត់ដីកាត់ភក់សម្ដៅជួរព្រៃខាងក្រៅភូមិបាត់ឈើងអាម៉ាក់ដេកដួលសន្លប់ស្ដុកនៅលើដីចំណែកខ្ញុំក៏ដួលដង្ហក់ស្ទើរតែដាច់ខ្យល់ដែរគ្រប់យ៉ាងប្រែទៅជាស្ងាត់ជ្រងំអ្នកភូមិដែលធ្លាប់តែដេញកាប់ចាក់គ្នារត់កាត់ផ្លូវក៏បានទម្លាក់ដាវទម្លាក់កំបិតចោលអស់ពេលនេះម្នាក់ហាក់ដូចជាកំពុងភ្ញាក់ពីសុបិនដ៏អាក្រក់ពួកគេសុទ្ធតែចាំបានទាំងអស់នៅអ្វីដែលកើតឡើងសូម្បីតែអាម៉ោះពេលវាដឹងខ្លួនឡើងមកវិញវាក៏ចាំដូចគ្នាដោយសារព្រីនោះមិនបានបញ្ជានោះទេវាគ្រាន់តែបំផុសគំនិតអាក្រក់ដែលកប់ជ្រៅនៅក្នុងចិត្តមនុស្សឲ្យចេញមកតែប៉ុណ្ណោះមេឃក៏ចិត្តភ្លឺទៅហើយមនុស្សម្នាមកជួបជុំគ្នាក្រោយពីអរគុណលោកតារួចលោកតាក៏ស្ពីថងយាមរៀបចេញដំណើរទៅមុខបន្តទៀតដោយមិនបងអង់ឡើយគាត់បានងាកក្រោយប្រាប់មកកាន់ពួកយើងថាវាចូលទៅក្នុងខ្លួនសត្វបាត់ទៅហើយវានឹងកាន់តែពិបាកតាមរកតាត្រូវតែស្រូតដំណើរទៅឲ្យបានឆាប់ប្រយ័ត្នប្រយែងខ្លួនផងណាទាំងអស់គ្នាខ្ញុំសម្លឹងមើលទៅតាមខ្នងលោកតាដែលកំពុងដើរចូលព្រៃទោះបីជាភូមិត្រឡប់មកសុខសាន្តវិញប៉ុន្តែខ្ញុំដឹងច្បាស់ថាដរាបណាព្រាយនោះមិនទាន់ត្រូវបានកម្ចាត់ហើយដរាបណាមនុស្សនៅតែមានគំនិតមិនល្អលាក់ទុកនៅក្នុងចិត្តគ្រោះថ្នាក់ក៏នៅតែមានជានិច្ចមិនព្រមចប់នោះទេ